សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទពូនីសេតថ្ងៃនេះដែរខ្ញុំមកនិយាយអំពីកំពូលតារាកំ pl ែងដែលគាត់មានឈ្មោះថា Charlie Chaplin ឈ្មោះខាងក្រៅហៅថា Salo ប្រហែលជាបងប្អូនមួយចំនួនធ្លាប់បានស្គាល់គាត់រួចហើយបុរសម្នាក់នេះប្រសិនបើយើងហៅថា Charlie Chaplin ប្រហែលជាគ្មានបងប្អូនណាគាត់ស្គាល់ទេប៉ុន្តែបើយើងហៅថា Salo ប្រហែលជាបងប្អូនខ្មែរគាត់ស្គាល់ច្រើនធ្លាប់តែមើលរឿងរបស់គាត់កាលពីនៅក្មេងថ្ងៃនេះខ្ញុំមកសង្ខេបអំពីជីវប្រវត្តិរបស់ Charlie Chaplin ហៅ Salo Charlie Chaplin គាត់កើតនៅថ្ងៃទី16ខែមេសាឆ្នាំ1889នៅទីក្រុងឡុងចក្រភពអង់គ្លេសនៅពេលដែល Charlie Chaplin គាត់មានអាយុ16ឆ្នាំគាត់ក៏ទទួលបានភាពល្បីល្បាញនៅពេលដែលគេឲ្យគាត់ដើរតួ Billy គឺជាក្មេងអ្នករត់កាសែតនៅក្នុងរឿង Sherlock Holmes Charlie Chaplin គាត់សម្ដែងបែបនេះគឺអស់រយៈពេល3ឆ្នាំហើយគាត់ក៏ទទួលបានការកោតសរសើរពីទស្សនិកជននៅប្រទេសអង់គ្លេសនៅឆ្នាំ1914 Charlie Chaplin គាត់ក៏បានចេញពីប្រទេសអង់គ្លេសទៅរស់នៅឯសហរដ្ឋអាមេរិកគាត់ទៅដល់សហរដ្ឋអាមេរិកគឺគាត់បានបង្កើតភាពយន្តនៅតាមផលិតកម្មគាត់ទទួលបានភាពជោគជ័យជាខ្លាំងនៅក្នុងវិស័យនេះភាពយន្តជាច្រើនត្រូវបានផលិតដោយ Charlie Chaplin អំឡុងពេលនោះខណៈពេលដែលភាពយន្តនីមួយៗទទួលបានភាពជោគជ័យជាប់ៗគ្នាធ្វើឲ្យ Charlie Chaplin គាត់ទទួលបានភាពល្បីល្បាញពេញមួយពិភពលោកនៅក្នុងឆ្នាំ2027ភាពយន្តដែលមានសម្លេងគឺមានភាពល្បីល្បាញនៅក្នុងវិស័យនេះជាខ្លាំងប៉ុន្តែ Charlie Chaplin គាត់នៅតែផលិតភាពយន្តដែលគ្មានសម្លេងពីព្រោះគាត់គិតថាកាយវិការមានលក្ខណៈជាសកលជាងពាក្យសម្ដីគាត់គិតបែបនេះគឺត្រឹមត្រូវខ្លាំងណាស់នៅក្នុងឆ្នាំ1928 Charlie Chaplin គាត់ក៏ទទួលបានពានរង្វាន់ Oscar សម្រាប់ស្នាដៃរបស់គាត់ក្នុងនាមជាអ្នកដឹកនាំអ្នកសម្ដែងនិងផលិតករមួយរូបប៉ុន្តែភាពល្បីល្បាញនេះក៏คล้ายទៅជាព័ត៌មានដ៏គួរឲ្យរន្ធត់គឺម្ដាយជាទីស្រឡាញ់របស់គាត់បានទទួលអនិច្ចកម្ម Charlie Chaplin គាត់បានសម្រាកថតភាពយន្តអស់មួយរយៈ Charlie Chaplin គាត់បានចេញពីសហរដ្ឋអាមេរិកដើម្បីទៅកម្សាន្តនៅឯប្រទេសអង់គ្លេសប៉ុន្តែនៅពេលដែលគាត់ចង់ត្រឡប់មកសហរដ្ឋអាមេរិកវិញគឺគេមិនឲ្យចូលប្រទេស Charlie Chaplin គាត់គ្រួសាររបស់គាត់ទៅរស់នៅឯប្រទេសស្វីសគឺនៅប្រទេសស្វីសគឺបានយូរអង្វែងមួយឆ្នាំក្រោយមក Charlie Chaplin គាត់ក៏ទទួលបានពានរង្វាន់ក្រុមប្រឹក្សាពិភពលោកនៅក្នុងឆ្នាំ1977 Charlie Chaplin គាត់ក៏បានទទួលអនិច្ចកម្មនៅក្នុងអាយុ88ឆ្នាំដោយរោគគាតពិតខណៈអ្នកគាំទ្ររាប់រយលានអ្នកបានចូលរួមកាន់ទុក្ខចំពោះកំពូលតារាកំ pl ែងដែលធ្វើឲ្យមនុស្សជាតិទូទាំងពិភពលោកសោកបិទមាត់បញ្ចិតទោះបីជា Charlie Chaplin គាត់ទទួលអនិច្ចកម្មទៅក៏គាត់បានបន្សល់នៅស្នាដៃជាច្រើនគាត់បានបន្សល់នៅសេចក្តីថ្លែងការណ៍មួយចំនួនដូចជាលើលោកនេះគ្មានអ្វីដែលថិតថេរទេសូម្បីតែបញ្ហារបស់យើងជាចុងក្រោយខ្ញុំចង់ដើរក្រោមដំណក់ទឹកភ្លៀងពីព្រោះថាគ្មានអ្នកណាមើលឃើញទឹកភ្នែករបស់ខ្ញុំទេបាទសូមអរគុណ